គ្រូសប្តាហ៍ដូចជាសម្ភារៈដែលយើងធ្វើពីលោហៈចាបើសិនយើងទុកចោលហាភ្លៀងហាខ្យល់អីចឹងតើនឹងមានអ្វីកើតឡើងទៅលើសម្ភារៈទៅនោះចាខ្ញុំសង្កេតឃើញមានច្រេះកើតឡើងចាអ្នកគ្រូធ្វើម៉េចឲ្យសម្អាតច្រេះទាំងនឹងចេញពីអីសម្ភារៈរបស់យើងចាខ្ញុំគោលអីខ្ញុំយកกระดาษខាត់តែខាត់លើសម្ភារៈដែលមានច្រេះហ្នឹងណាលោកគ្រូចាអញ្ចឹងអ្នកគ្រូយកกระดาษខាត់មកខាត់ចាយូរអញ្ចឹងចាអញ្ចឹងថ្ងៃហ្នឹងខ្ញុំចង់បង្ហាញពិសោធន៍មួយចាដូចជាសម្ភារៈរបស់យើងអញ្ចឹងវាច្រេះកើតឡើងអញ្ចឹងយើងអាចសម្អាតតាមវិធីផ្សេងមិនបាច់ប្រើกระดาษខាត់ទេចាអញ្ចឹងនៅក្នុងហ្នឹងមានសូលសុង3គ្រូចង់ដឹងថាសូលសុងហ្នឹងមួយណាសម្អាតបានលឿនជាងគេចាចាអានេះសូលសុងនេះទឹកនាងមង្គលហើយខ្ញុំមានទឹកខ្មេះហើយនឹងភេសជ្ជៈកូកាកូឡាចាអញ្ចឹងនៅក្នុងភេសជ្ជៈនេះក៏អ្នកគ្រូអត់ទាន់ដឹងថាមានអីខ្លះទេចាចាអញ្ចឹងណាចាបាទអញ្ចឹងខ្ញុំដាក់ឲ្យអ្នកគ្រូយកដៃគោលហ្នឹងមកដាក់ក្នុងកែវមួយហ្នឹងចាហើយយើងចាំមើលសង្កេតទាំងអស់គ្នាថាតើនឹងមានអ្វីកើតឡើងទៅលើដៃគោលយើងដែលមានច្រេះហ្នឹងចាអញ្ចឹងដៃគោលហ្នឹងយើងមើលណាមានច្រេះកើតឡើងចាអញ្ចឹងអ្នកគ្រូអាចយកវាមកដាក់ក្នុងកែវមួយហ្នឹងឲ្យខ្ញុំចាឡើយចាប់ដើមណាគ្រូបាទចាប់ដើមដាក់មកក្នុងនេះអញ្ចឹងដាក់កូកាមុនចាtôiដាក់នេះមួយទៀតចាអ្នកគ្រូដាក់នេះចូលមួយទៀតចាហើយដាក់ប្រហែលនាទីដែរគ្រូខ្ញុំទុកមើលវាប្រហែលជា5នាទីចាហើយយើងចាំមើលអាដេកូលហ្នឹងថាតើវាមានអ្វីកើតឡើងចាអ្នកគ្រូមើលនៅក្នុងភេសជ្ជៈកូកាកូឡាយើងឃើញនៅក្នុងនៅដេកូលចាឃើញមានពពុះទេចាឃើញមានពពុះតោងក្នុងផ្ទៃដេកូលគ្រូអញ្ចឹងឥឡូវអ្នកគ្រូមើលសង្កេតកែវទាំង3ហ្នឹងថាតើវាខុសប្លែកពីមុនយ៉ាងម៉េចឡើយចាមានលក្ខណៈខុសប្លែកពីមុននេះដូចជាសូលសុងសាប៊ូលាងបង្គន់កាលមុនប្រតិកម្មមានពណ៌ផ្កាឈូកចាតើឥឡូវបើប្រែជាពណ៌លឿងទៅមូលហេតុអីលោកគ្រូអាហ្នឹងដោយសារដេកូលយើងដាក់ចូលទៅច្រេះចាហើយអាទឹកលាងបង្គន់ហ្នឹងមានអាស៊ីតក្លរីត្រិកនៅក្នុងហ្នឹងគេដាក់កំហាប់21%ចាចាលោកគ្រូអញ្ចឹងវាមានប្រតិកម្មជាមួយច្រេះដែកហ្នឹងចាអញ្ចឹងអ្នកគ្រូអាចលើកដេកូលយកមកមើលបានទេបានលោកគ្រូអញ្ចឹងចាប់តាមចាប់គ្រូចាអូដៃគោយើងស្អាតអត់មានច្រេះហ្នឹងតិចឡើងសណាចាឡើងសឡើងស្អាតអាហ្នឹងនៅក្នុងទឹកលាងបង្គន់ណាក្នុងទឹកលាងបង្គន់វាមានជាតិអាស៊ីតណាដោយសារមានអាស៊ីតក្លរីត្រិកនៅក្នុងហ្នឹងធ្វើឲ្យដៃគោវាមានប្រតិកម្មចាបើទុកយូរតិចទៀតវាអាចប្រតិកម្មមួយដែកនឹងទៀតចាចាចឹងអ្នកគ្រូអាចចាប់ចេញពីទឹកខ្មេះមួយទៀតបានទេបានលោកគ្រូ
ចាតែគ្រូមើលប៉ុន្តែមិនសូវស្អាតដូចនៅក្នុងទឹកធម្មគុណទេចាចាវានៅរៀងមានច្រេះបន្តិចចាអញ្ចឹងអានឹងយើងដាក់តាមតរយៈពេលខ្លីឯងបើមិនយើងប្រើពេលយូរបែបហើយជាអាចអស់ចាចាគ្រូចឹងគ្រូចាប់នៅក្នុងកូកាមួយទៀតតើវាយ៉ាងម៉េចដែរកូកាក្នុងកូកានេះគ្រូមើលយ៉ាងម៉េចដែរចាវាស្អាតច្រេះដែរតែគ្រាន់តែថាវានៅខ្លះចាប៉ុន្តែក៏ស្អាតដែរណាចាចាបើយើងប្រើពេលយូរជាងនឹងតិចទៀតហើយជាអាចអស់ច្រេះចាចាអញ្ចឹងហ្នឹងយើងដាក់ឲ្យវានៅស្ងៀមមកបើសិនយើងមានទៅប៉ះវាប្រហែលជាវាអាចស្អាតជាងហ្នឹងចាចាគ្រូចុះលោកគ្រូនៅក្នុងកូកាកូឡាមានជាតិអីទៅបានជាធ្វើឲ្យដៃគោលយើងនឹងស្អាតច្រេះដែរអញ្ចឹងអ្នកគ្រូអត់តន់ដឹងថានៅក្នុងកូកាកូឡាហ្នឹងគេផ្សំឡើងពីអ្វីខ្លះទេចាតែអ្នកគ្រូញ៉ាំទៅមានដឹងថារសជាតិយ៉ាងម៉េចដែរចាមានរសជាតិជូរហើយផ្អែមមានជូរហើយផ្អែមទៀតអញ្ចឹងនៅក្នុងហ្នឹងយើងអាចសន្និដ្ឋានថារសជាតិផ្អែមហើយមានស្ករអីចឹងចាបាទអញ្ចឹងនៅក្នុងកូកាកូឡាហ្នឹងបើសិនយើងមើលនៅក្នុងសបកកំប៉ុងគឺគេមានជាតិផ្សំមួយទៀតគឺអាស៊ីតផូស្វរិកចាបាទនៅក្នុងសបកកំប៉ុងហ្នឹងគេដាក់ឲ្យយើងមើលណាគឺមានអាស៊ីតផូស្វរិកនៅក្នុងហ្នឹងដែលមានតម្លៃ pH របស់វាស្មើនឹង 3.4 ចាបាទចាអញ្ចឹងហើយបានយើងដាក់ដេកូលដែលមានច្រេះហ្នឹងធ្វើឲ្យដេកូលរបស់យើងហ្នឹងស្អាតចាចាដោយសារវាមានប្រតិកម្មច្រេះដែកហ្នឹងជាមួយនឹងអាស៊ីតផូស្វរិកហ្នឹងចាចាគ្រូអញ្ចឹងនៅពេលដែលអ្នកគ្រូទិញកូកាកូឡាហ្នឹងឲ្យកូនញ៉ាំចាអ្នកគ្រូត្រូវតែឲ្យកូនយើងដោះធ្មេញចេញភ្លាមពីព្រោះក្រោយពីញ៉ាំហើយក្រោយពីញ៉ាំហើយចាព្រោះកូកាហ្នឹងវាមានអាស៊ីតផូស្វរិកហ្នឹងវាធ្វើឲ្យប៉ះពាល់ដល់ធ្មេញយើងទៀតចាចាបាទអត់ទេគ្រូអ្នកគ្រូធ្លាប់ដាក់ម្សៅសាប៊ូក្នុងបាតដៃហើយយកវាទៅជ្រលក់ក្នុងទឹកទេចាធ្លាប់ណាគ្រូចានៅពេលដែលអ្នកគ្រូយកម្សៅសាប៊ូដាក់ក្នុងទឹកតើអ្នកគ្រូមានអារម្មណ៍យ៉ាងម៉េចដែរមានអារម្មណ៍ថាក្តៅបាតដៃយើងក្តៅតែម្ដងចាថ្ងៃនេះខ្ញុំនឹងលើកយកពិសោធន៍មួយអំពីប្រតិកម្មបញ្ចេញកម្ដៅដែលនៅក្នុងនោះសម្ភារៈដែលយើងប្រើមានអាស៊ីតក្លូរីដរិកដែលខ្ញុំយកចេញពីសាប៊ូលាងបង្គន់ចាមួយទៀតគឺយើងប្រើកែវបេសយ៉ាទទេមួយទៀតសម្រាប់ធ្វើប្រតិកម្មហើយស្លឹកអាលុយមីញ៉ូមហើយនៅក្នុងនោះគឺខ្ញុំបានកាត់ដោយកន្ត្រៃទំហំរបស់វាគឺ1សង់ទីម៉ែត្របណ្ដោយរបស់វាគឺ5សង់ទីម៉ែត្រហើយនឹងសារ៉ាំងនឹងតែ1ម៉ែត្រចាហើយនៅក្នុងពេលពិសោធន៍គឺយើងត្រូវវាស់សីតុណ្ហភាពបន្ទប់សិនចង់ដឹងថាបន្ទប់របស់យើងឥឡូវហ្នឹងមានសីតុណ្ហភាពប្រមាណចាបន្ទាប់មកទៀតអ្នកគ្រូយកតែ1ម៉ែត្ររបស់យើងជ្រលក់ចូលនៅក្នុងសាប៊ូលាងបង្គន់ដើម្បីដឹងពីសីតុណ្ហភាពរបស់វាចាបន្ទាប់មកទៀតគឺយើងយកសារ៉ាំងនេះវាស់យកអាស៊ីតក្លូរីដរិករបស់យើងចំនួន10មីលីលីត្រដាក់ចូលក្នុងកែវបេសយ៉ាហើយយើងយកស្លឹកអាលុយមីញ៉ូមដាក់ចូលបន្ទាប់មកទៀតគឺយើងត្រូវវាស់សីតុណ្ហភាពនៅក្នុងសូស្យងកែវបេសយ៉ានេះតើសីតុណ្ហភាពវាយ៉ាងដូចម្ដេចដែរចាអ្នកគ្រូយល់ទេចាប់ដើមវិសោធន៍ចាយល់ហ្នឹងអញ្ចឹងអ្នកគ្រូចាប់ដើមធ្វើចាចាអញ្ចឹងនៅពេលនេះខ្ញុំសង្កេតឃើញថាសីតុណ្ហភាពក្នុងបន្ទប់របស់យើងគឺមាន31អង្សាចាបន្ទាប់មកគឺខ្ញុំត្រូវយកតែ1ម៉ែត្រយកមកវាស់អាស៊ីតអាស៊ីតរបស់យើងខ្ញុំឃើញថាសីតុណ្ហភាពរបស់វាគឺនៅ31អង្សាដដែលចាគឺនៅដូចបន្ទប់ដែរដដែលចាដូចសីតុណ្ហភាពបន្ទប់ដែរចឹងបានកត់នេះយើងវាល់អាស៊ីតនេះគឺចំនួន10មីលីលីត្រ10មីលីលីត្រឬហើយចាក់ចូលក្នុងនេះចាហើយបន្ទាប់មកយើងត្រូវយកសន្លឹកអាលុយមីញ៉ូមនេះតម្លាក់ចូលក្នុងនេះអ្នកគ្រូចា
ពេលយើងតម្រាក់ចូលហើយយើងចាំបាច់ត្រូវតែវាស់តែម្ដងឬមួយតើមានប្រតិកម្មបន្តិចសិនណាគ្រូអ្នកគ្រូអាចវាស់តែម្ដងក៏បានព្រោះយើងចង់ដឹងថាតើស្ថានភាពរបស់វាប្រែប្រួលចាអញ្ចឹងយើងសង្កេតមើលទាំង1ម៉ែត្រម្ដងទៀតយើងឃើញថានៅតែ31អង្សាដដែលទេចាអញ្ចឹងខ្ញុំចាប់ផ្ដើមវាស់អ្នកគ្រូសង្កេតឃើញមិនដែរស្ថានភាពរបស់យើងចាវាឡើងដល់32ហើយអញ្ចឹងយើងនៅព្យាយាមមើលតទៅទៀតអ្នកគ្រូចាហើយនៅក្នុងកែវអ្នកគ្រូសង្កេតឃើញយ៉ាងម៉េចដែរចានៅក្នុងកែវយើងឃើញមានពពុះច្រើនអ្នកគ្រូសង្កេតឃើញយ៉ាងម៉េចដែរតែម៉ែត្ររបស់យើងឡើងទៀតហើយឡើងបាន34អង្សាចាសង្កេតនេះឡើងដល់ណា40អង្សាចា40អង្សាអញ្ចឹងពេលឃើញពពុះអញ្ចឹងខ្ញុំចង់ស្ទាបបាតកែវមើលតើវាយ៉ាងម៉េចដែរអូឡើងក្តៅចាកែវចឹងឃើញថាបានគឺកែវផ្នែកខាងក្រោមគឺក្តៅដែរឥឡូវអ្នកគ្រូសង្កេតតាមម៉ែត្ររបស់យើងយ៉ាងម៉េចដែរឡើងទៀតឬក៏នៅដដែលឬក៏ចុះចាពេលនេះខ្ញុំសង្កេតឃើញថាតែ1ម៉ែត្រយើងឡើងដល់ទៅ40អង្សាហើយលែងឃើញឡើងតទៅទៀតហើយចាតែឥឡូវឃើញថាវាចុះវិញបន្តិចហើយចាអញ្ចឹងមានន័យថាប្រតិកម្មរបស់យើងគឺចប់ហើយមានប្រតិកម្មអស់ហើយចាចឹងអ្នកគ្រូអាចសរសេរសមីការតាំងប្រតិកម្មរវាងប្រតិកម្មអាស៊ីតក្លូរីត្រិកនិងអាលូមីញ៉ូមបានទេចាបានចាចាអ្នកគ្រូហេតុអ្វីបានជាពេលដែលយើងដាក់ស្លឹកអាលុយមីញ៉ូមចូលក្នុងអាស៊ីតនឹងហើយវាមានបញ្ចេញកម្ដៅទៅវិញអ្នកគ្រូចាអញ្ចឹងដោយសារប្រតិកម្មហ្នឹងជាប្រតិកម្មបញ្ចេញកម្ដៅមានន័យថាប្រតិកម្មមួយជាប្រតិកម្មបញ្ចេញកម្ដៅគឺនៅពេលដែលវាមានប្រតិកម្មវាត្រូវការបញ្ចេញកម្ដៅទៅមជ្ឈដ្ឋានខាងក្រៅចាអញ្ចឹងខ្ញុំចង់ដឹងទៀតថាក្រៅពីស្លឹកអាលុយមីញ៉ូមជាមួយនឹងអាស៊ីតក្លូរីត្រិកហ្នឹងតើអ្នកគ្រូអាចយកអ្វីមកជំនួសបានទៀតទេចំពោះស្លឹកអាលុយមីញ៉ូមគឺយើងអាចប្រើសបកកំប៉ុងភេសជ្ជៈរបស់យើងមកប្រើជំនួសបានចា៎ហើយប្រតិកម្មផ្សេងក្រៅពីអាលុយមីញ៉ូមជាមួយនឹងអាស៊ីតក្លូរីត្រិកគឺយើងអាចធ្វើប្រតិកម្មរវាងដៃគោលហើយនិងតុងដែងស៊ុលផាតបានចា៎អញ្ចឹងយើងអាចជំនួសដោយដៃគោលនិងតុងដែងស៊ុលផាតចា៎យើងអាចប្រើប្រតិកម្មមួយហ្នឹងក៏ជាប្រតិកម្មបញ្ចេញកម្ដៅដែរអ្នកគ្រូថ្ងៃនេះអ្នកគ្រូនឹងលើកយកពិសោធន៍អីមកបង្ហាញចាខ្ញុំមានពិសោធន៍មួយដែលគេឲ្យឈ្មោះថាប្រតិកម្មស្រូបកម្ដៅអញ្ចឹងនៅក្នុងនេះគឺសម្ភារៈដែលមានគឺជីឡាវស្លាបព្រាតែ1ម៉ែត្រម្សៅសូដ្យូមប៊ីកាបូណាតម្សៅអាស្ពីរីននេះគឺថ្នាំអាស្ពីរីនដែលម្សៅនេះខ្ញុំកិនរួចហើយចានអាលុយមីញ៉ូមទឹកហើយបំពង់សាកជាមួយនឹងជើងទម្រសារ៉ាងសម្រាប់វាល់មាត់ទឹកនិងក្រដាសចាអញ្ចឹងនៅក្នុងការពិសោធន៍ដើម្បីធ្វើប្រតិកម្មស្រូបកម្ដៅតើដំណើរការពិសោធន៍អ្នកគ្រូធ្វើយ៉ាងដូចម្ដេចចាអញ្ចឹងដើម្បីធ្វើដំណើរការពិសោធន៍នឹងប្រព្រឹត្តទៅបានល្អជំហានទី1អ្នកគ្រូត្រូវសង្កេតមើលតែ1ម៉ែត្រឲ្យដឹងថាមុនពេលវាស់តើមានសីតុណ្ហភាពប៉ុន្មានចាបន្ទាប់មកទៀតអ្នកគ្រូត្រូវវាស់យកតែ1ម៉ែត្រនេះមកវាស់សីតុណ្ហភាពទឹកចាឲ្យដឹងសីតុណ្ហភាពរួចហើយកត់ត្រាសីតុណ្ហភាពរបស់ទឹកបន្ទាប់មកទៀតអ្នកគ្រូត្រូវយកម្សៅអាស្ពីរីនចាកន្លះស្លាបព្រាជាមួយនឹងម្សៅសូដ្យូមប៊ីកាបូណាតកន្លះស្លាបព្រាលាយចូលគ្នាចាលាយចូលគ្នាហើយអ្នកគ្រូត្រូវយកតែ1ម៉ែត្រនេះមកវាស់សីតុណ្ហភាពនេះទៀតរួចអ្នកគ្រូកត់ត្រាទុកផងចាបន្ទាប់មកគឺយើងចាប់ផ្ដើមយកម្សៅទាំងនេះយកមកដាក់ចូលនៅក្នុងបំពង់សាកចាហើយអ្នកគ្រូត្រូវយកសារ៉ាងនេះសម្រាប់វាល់ទឹក10មីលីលីត្រចាបញ្ចូលនៅក្នុងនេះរួចហើយអ្នកគ្រូត្រូវការប្រើតែ1ម៉ែត្រទៀតហើយសម្រាប់វាស់
ថាតើសីតុណ្ហភាពនៅពេលដែលធ្វើប្រតិកម្មនេះមានប៉ុន្មានចា៎បន្ទាប់មកអ្នកគ្រូត្រូវតាមដានហើយកត់ត្រាសីតុណ្ហភាពក្រោយពិសោធន៍នៅពេលនេះផងចា៎អញ្ចឹងឥឡូវសូមឲ្យអ្នកគ្រូចាប់ផ្ដើមធ្វើដំណើរការពិសោធន៍ប៉ុណ្ណេះបានទេអ្នកគ្រូចាបានហើយកន្លះស្លឹកព្រាបានហើយចាអញ្ចឹងអ្នកគ្រូសង្កេតមើលតើមានសីតុណ្ហភាពប្រមាណសីតុណ្ហភាពតែម៉ែត្រយើងបង្ហាញឥឡូវហ្នឹងគឺ35អង្សាសេចាគឺ35អង្សាឥឡូវអ្នកគ្រូត្រូវមកវាស់នៅលបាយម្សៅទាំងពីរនេះចាអញ្ចឹងខ្ញុំជួយការឲ្យអ្នកគ្រូសង្កេតហើយអ្នកគ្រូត្រូវកត់បន្ទាប់ពីដាក់ទៅដូចជាអត់ប្រែប្រួលគឺម្សៅរបស់យើងគឺ35អង្សាសេចាអញ្ចឹងយើងឃើញថាសីតុណ្ហភាពមិនប្រែប្រួលទេលបាយម្សៅទាំងពីរនេះគឺនៅ35អង្សាដដែលអញ្ចឹងអ្នកគ្រូយកกระดาษជូតឲ្យស្អាតចាជូតទាំង1ម៉ែត្ររួចហើយដាក់វាស់សីតុណ្ហភាពក្នុងទឹកចាអញ្ចឹងអ្នកគ្រូសង្កេតមើលទៀតតើសីតុណ្ហភាពទឹកយើងមានប៉ុន្មានសីតុណ្ហភាពរបស់ទឹកខ្ញុំឃើញតែម៉ែត្ររបស់យើងចាប់ដើមចុះបន្តិចម្ដងបន្តិចម្ដងចាអញ្ចឹងចុះដល់ណាអ្នកគ្រូ33អង្សាសេចុះវាឈប់ចុះទីដែរអ្នកគ្រូចាំមើលបន្តិចទៀតមើលដល់ចុះទៀតទេអ្នកគ្រូចាបើអត់ចុះទៀតទេគឺយើងសន្មត់យកត្រឹម33អង្សាចាតោះមកយើងជូតទៀមម៉ែត្រហ្នឹងឲ្យស្ងួនចាហើយអ្នកគ្រូត្រូវយកម្សៅលបាយម្សៅនេះដាក់នៅក្នុងបំពង់សាកដោយប្រើជីឡៅគឺយើងដាក់លបាយម្សៅអាស្ពីរីនជាមួយនឹងសូយ៉ូមកាប៊ីកាបូណាត